គ្រាន់តែខូច expansion valve មួយសោះហេតុអ្វីបងឲ្យភ្ញៀវចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនច្រើនម្ល៉េះ expansion valve និយាយឲ្យមែនតែនទៅតម្លៃវាទីផ្សារអាចនឹងធូរថ្លៃខ្លាំងហើយការផ្លាស់ប្ដូរក៏លឿនដែរមិនគួរចំណាយពេលវេលាច្រើនដល់ម្លឹងទេហើយក៏មិនគួរផ្លាស់ប្ដូរគ្រឿងបន្លាស់ច្រើនដល់ម្លឹងដែរនិយាយលេងទេតែវាសុទ្ធតែជាការពិតទាំងអស់បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងមានវីដេអូថ្មីមួយទៀតហើយតាក់ទងជាមួយនឹងការផ្លាស់ប្ដូរ expansion valve ទៅលើរថយន្ត Chevrolet Tracker ស៊េរីឆ្នាំ2023ចង់ដឹងថារថយន្តនេះហេតុអ្វីបានយើងត្រូវការផ្លាស់ប្ដូរ expansion valve ចេញហើយយើងធ្វើអ្វីខ្លះដើម្បីផ្លាស់ប្ដូរ expansion valve បានតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់តោះកុំឲ្យតប៉ែលែលតច្រើនវីដេអូនេះគឺថតតាំងពីមុនឆេងម៉េងឬក៏បុនសែនភ្នោមកម្លេះប៉ុន្តែអត់ទាន់មានពេលវេលាដើម្បីកាត់ចែកជូនប្រិយមិត្តទស្សនារថយន្តនេះដោយសារគាត់បញ្ញាប់ជិះហើយក៏គាត់សម្រេចចាត់យកមកឆែកនៅ Myca Consultant Cambodia យកមកដល់ Myca Consultant ភ្លាមយើងចាប់ផ្ដើម check លើរថយន្តរបស់គាត់គឺមកដល់តិចធម្មតាអានេះដល់ម៉ោងព្រឹកព្រួយពិបាកឆែកមែនតើហើយភ្លេចប្រាប់ប្រិយមិត្តទាំងអស់គ្នារថយន្តនេះមកពីយានដ្ឋានផ្សេងគេឡើងផ្លាស់ប្ដូរច្រើនមុខមែនតើហើយពាក់ព័ន្ធជាមួយនឹងគ្រឿងបន្លាស់ខ្លះត្រូវរងចាំរហូតដល់1ខែទៅ3ខែហើយរយៈពេលនៃការជួសជុលគឺយូរមែនតើអញ្ចឹងក៏គាត់សម្រេចចាត់យកមក check នៅ MCC ឥឡូវយើងមកដឹងអំពីដំណើររឿងនៃការផ្លាស់ប្ដូរ expansion valve ថាហេតុអីបានយើងផ្លាស់ប្ដូរ expansion valve រថយន្តនេះមកដល់ដំបូងគឺត្រជាក់ប្រក់ក្តីធម្មតាប្រព័ន្ធម៉ាស៊ីនត្រជាក់ធម្មតាដូច្នេះហើយពិបាកក្នុងការវិនិច្ឆ័យកំហុសមែនតើក្រោយពីយើងធ្វើតេស្តទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ឲ្យអស់ដំណើរការធម្មតាយើងក៏បឺត gas ហើយដាក់ gas ឡើងវិញដំណើរការម៉ាស៊ីនត្រជាក់គឺលែងត្រជាក់ស្មើនឹងឡានអត់ម៉ាស៊ីនត្រជាក់ដូច្នេះយើងសម្រេចចិត្តថាធ្វើតេស្តទៅលើ expansion valve ដោយសារហេតុអីព្រោះ compressor ដើរសម្ពាធមានអ្វីគឺមានទាំងអស់កញ្ចែងក្តៅធម្មតាប៉ុន្តែកញ្ចែងត្រជាក់វាអត់ត្រជាក់ដូច្នេះក៏យើងឡើងគម្រោងបដូរ expansion valve មួយចោលតែម្ដងហើយប្រិយមិត្តសួរថាអីគេ expansion valve នឹងexpansion valve នឹងបើនិយាយភាសាបច្ចេកទេសជាខ្មែរគេហៅថាជា valve ពង្រីកពង្រួមមេត្រជាក់ប៉ុន្តែបើនិយាយភាសាជាងនៅស្រុកខ្មែរគេហៅថាជាតង់ដឺម៉ាស៊ីនត្រជាក់ហើយពាក់ព័ន្ធជាមួយនឹងវ៉ាល់ពង្រីកពង្រួមហ្គាសម៉ាស៊ីនត្រជាក់ហ្នឹងគឺវាសម្រាប់ផ្សាច់ហ្គាសឲ្យត្រជាក់បើសិនជាវាគាំងឬក៏វាខូចដូច្នេះហ្គាសម៉ាស៊ីនត្រជាក់អត់អាចសាច់ជាអាប់ដើម្បីឲ្យកញ្ចែងត្រជាក់បានឡើយដូច្នេះក៏យើងផ្លាស់ប្ដូរ expansion valve នឹងចេញមួយទៅអញ្ចឹងដំណើរការក្រោយពីផ្លាស់ប្ដូរគឺម៉ាស៊ីនត្រជាក់ដំណើរការវិញធម្មតាហើយធានាជូនបងអតិថិជន3ខែក្រោយពីផ្លាស់ប្ដូរហើយសម្រាប់អតិថិជនដែលមកទទួលសេវាកម្មនៅ Myca Consultant គឺយើងមានធានាច្បាស់លាស់មានលិខិតធានាច្បាស់លាស់មិនមែនធានាតែមាត់នោះទេសូមគោរពអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយកុំភ្លេចចុច like និង share នៅវីដេអូមួយនេះម្នាក់មួយផងជួបគ្នាវីដេអូក្រោយទៀត